សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះadminមកសម្រាប់ភាពបន្តនៃរឿង Drifting Away ដែលរឿងរបស់យើងបានឈានមកដល់ភាគទី11ហើយកាន់តែឈានជិតដល់ភាពបញ្ចប់ហើយអ្នកទាំងគ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការសម្រាយតែម្ដងទៅបន្ទាប់ពីលោកមេក្រុមផឹងក៏ទទួលបានតម្រុយថ្មីអំពីប្អូនរបស់អពៈលីកាងហើយឥឡូវនេះពួកគាត់កំពុងតែធ្វើការពិភាក្សាគ្នាដោយពួកគាត់បានសាកសួរទៅខាងមន្ទីរពេទ្យហើយគេប្រាប់ថាបុរសអ្នកជំងឺនឹងមានឈ្មោះថាសុនឈាំងពួកគាត់បានពិនិត្យមើលព័ត៌មានផ្សេងៗរបស់បុរសម្នាក់នឹងដែលឃើញថាវាសុទ្ធតែคล้ายៗទាំងអស់ដូចជាអាសយដ្ឋាននិងអត្តសញ្ញាណប័ណ្ណជាដើមពួកគាត់ក៏បានគិតគ្នាថាបើតឹងលីទ័រគាត់ត្រឡប់មកអញ្ចឹងគាត់ប្រកាសជាតាក់ទងទៅសាច់ញាតិណាម្នាក់ឬក៏ស្នាក់នៅកន្លែងណាមួយជាមិនខានទេមេក្រុមផឹងគាត់ក៏បាននឹកឃើញទៅដល់ពូហងឈីដែលត្រូវជាបងប្អូនជីដូនមួយរបស់បងប្អូនតកូតឹងនឹងហើយគាត់ក៏បានណាត់ជួបជាមួយនឹងពូនឹងតែម្ដងពីដំបូងឡើយគាត់សួរសុខទុក្ខពូនឹងធម្មតាដែលសួរថាជើងពូនឹងកើតអីពីព្រោះថាគាត់មើលទៅដើរដូចជាឈឺជើងមួយខាងអញ្ចឹងណាពូហងឈីគាត់ឆ្លើយថាដោយសារតែកាលពីក្មេងគាត់វាយគ្នាច្រើនពេកហើយជើងគាត់នឹងធ្លាប់មានរបួសដល់ពេលគាត់កាន់តែចាស់អញ្ចឹងទៅវាក៏ត្រឡប់មកធ្វើទុកហើយឥឡូវហ្នឹងជើងរបស់គាត់វាទៅជាមានបញ្ហាស្លាប់សរសៃនៅកន្លែងក្បាលជង្គង់គាត់នឹងមេក្រុមផឹងបានប្រាប់គាត់ថាគាត់បានឮថាពេទ្យអាចធ្វើការវះកាត់បដូរបានតើតែពូហងឈីបានឆ្លើយថាគាត់បានសួរពេទ្យហើយគឺវាត្រូវចំណាយអស់ខ្ទង់ជា30000យួនឯណោះគាត់អត់មានលទ្ធភាពទេមេក្រុមផឹងសួរគាត់ថាមិនក៏មិនរកខ្ចីអ្នកណាសិនទៅបើទុកអញ្ចឹងគឺវានៅតែឈឺរាល់ថ្ងៃអញ្ចឹងពូហងឈីក៏ប្រាប់គាត់វិញថាស្ថានភាពគាត់បែបហ្នឹងតើពីណាទៅឲ្យគាត់ខ្ចីនោះបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមញ៉ាំអាហារហើយក៏ជជែកគ្នាពីនេះពីនោះបដាអញ្ចឹងទៅបន្ទាប់មកមេក្រុមផឹងគាត់ក៏ចាប់ផ្ដើមចូលដល់សាច់រឿងគឺគាត់បានសួរពូហងឈីតាក់ទងទៅនឹងបងប្អូនជីដូនមួយគាត់ទាំងពីរនាក់តកូតឹងនឹងឯងពូហងឈីក៏បានប្រាប់គាត់ថាគាត់មិនបានដឹងរឿងអីទាំងអស់តាក់ទងនឹងពីរនាក់បងប្អូននឹងសូម្បីតែរឿងដែលតឹងលីទ័រត្រឡប់មកធ្វើការវះកាត់នៅមន្ទីរពេទ្យនៅឯសៀឆឹងនឹងក៏គាត់មិនបានដឹងអីដែរមេក្រុមផឹងគាត់ក៏មិនសួរដេញដោលអីពូនឹងទៀតដែរប៉ុន្តែបន្ទាប់ពីនឹងពេលដែលពូហងឈីនឹងចូលទៅលេងល្បែងនៅកន្លែងមួយស្រាប់តែមានប៉ូលីសចូលទៅដេញចាប់គាត់ដល់កន្លែងហ្មងដែលមិនដឹងថាប៉ូលីសគេបានរកឃើញថាពូនឹងខុសអីទេហើយបន្ទាប់ពីនឹងមកគាត់ក៏ត្រូវបាននាំខ្លួនទៅជួបជាមួយនឹងមេក្រុមផឹងពូហងឈីគាត់ខំសួរទៅមេក្រុមផឹងថាតើគាត់ខុសអីហើយមេក្រុមផឹងអត់មាននិយាយអីច្រើនជាមួយគាត់ទេក៏ហុចឯកសារមួយឲ្យគាត់សញ្ញេតែម្ដងពូហងឈីគាត់ឡើងភ័យខ្លួននឹងនិយាយទៅកាន់លោកមេក្រុមផឹងថាលោកចង់ប្រឌិតរឿងទម្លាក់កំហុសមកឲ្យខ្ញុំមែនហើយគាត់ក៏ស្ទុះងើបចេញតែមេក្រុមផឹងក៏បានប្រាប់គាត់ថាចុះក៏មិនបើកមើលឯកសារនឹងសិនទៅពេលដែលពូហងឈីគាត់បើកមើលឯកសារនឹងធ្វើឲ្យគាត់រំជួលចិត្តជាខ្លាំងពីព្រោះថាវាគឺជាឯកសារមន្ទីរពេទ្យដែលលោកមេក្រុមផឹងគាត់បានរៀបចំធ្វើការវះកាត់ជើងឲ្យគាត់ហើយមេក្រុមផឹងក៏បានប្រាប់គាត់ថាគាត់អាចសងថ្លៃវះកាត់នឹងពេលណាក៏បានដែរពេលដែលគាត់មានប្រាក់គ្រប់គ្រាន់ពូហងឈីគាត់ឡើងអាលីងអាលងទឹកភ្នែកហើយក៏អរគុណទៅកាន់លោកមេក្រុមផឹងហើយក៏ព្រមសញ្ញេទៅលើឯកសារនឹងទៅបន្ទាប់មកក៏មានប៉ូលីសម្នាក់មកនាំខ្លួនគាត់ចេញទៅក្រៅដោយប៉ូលីសម្នាក់ហ្នឹងនៅពេលដែលនាំគាត់ដើរចេញទៅក្រៅហ្នឹងក៏បានប្រាប់គាត់ថាលោកត្រូវបានសង្ស័យថាបានលាក់បាំងរឿងរបស់តឹងលីកាងហើយរឿងនេះវាធ្ងន់ធ្ងរណាស់អញ្ចឹងខ្ញុំនឹងបញ្ជូនលោកទៅឃុំខ្លួននៅពេលក្រោយហើយរឿងដែលលោកអាចចេញមកវិញបានឬក៏អត់នោះវាគឺជាបញ្ហាផ្សេងដែលការដែលគាត់និយាយបែបហ្នឹងក៏ពិតទៅគឺគ្រាន់តែជាការសម្ដែងរបស់ពួកគាត់ទេពូហងឈីគាត់យកព្រមសហការជាមួយនឹងប៉ូលីសចឹងណាដែលប៉ូលីសគេនិយាយឲ្យលឺបែបហ្នឹងដើម្បីឲ្យសាច់ញាតិរបស់ពូហងឈីប្រមាណអ្នកដែលចាំនៅខាងក្រៅនេះបានលឺហើយពួកគេនឹងគិតថាឥឡូវនេះខាងក្រុមប៉ូលីសគេបានដឹងរឿងអស់ហើយថាពូហងឈីនឹងបានព្យាយាមលាក់បាំងរឿងអពៈលីកាងហើយពេលដែលពូហងឈីបានចេញមកដល់ខាងក្រៅហ្នឹងសាច់ញាតិរបស់គាត់ក៏នាំគ្នាសួរគាត់ថាមិនហើយមានរឿងអីកើតឡើងពូហងឈីក៏ប្រាប់ទៅពួកគេថាអ្នកទាំងគ្នាយល់ល្អនិយាយទៅការពិតទៅពីព្រោះថាពួកយើងអាចលាក់បាំងប៉ូលីសបានទៀតទេម្យ៉ាងវិញទៀតពួកយើងខំជួយលាក់គេដល់ណាទៀតតឹងលីកាងឥឡូវនេះគេលាក់ខ្លួននៅយ៉ាងសុខសប្បាយខណៈដែលពួកយើងវិញកំពុងតែរងទុក្ខជំនួសគេនិយាយបានតែប៉ុណ្ណឹងខាងប៉ូលីសក៏ធ្វើជាមកនាំខ្លួនពូហងឈីយកទៅធ្វើការសាកសួរបន្តទៀតអីចឹងទៅរីឯសាច់ញាតិរបស់ពូហងឈីប្រមាណអ្នកហ្នឹងក៏ត្រូវបានប៉ូលីសនាំខ្លួនយកទៅសាកសួរម្ដងម្នាក់ដែរដំបូងគេគឺជាអតីតប្រពន្ធរបស់តឹងលីទ័រប៉ុន្តែនាងហើយនឹងតឹងលីទ័រហ្នឹងបានលែងលះគ្នាតាំងពីតឹងលីទ័រត្រូវបានជាប់គុកនឹងមកម្លេះហើយតាំងពីនឹងមកពួកគេទាំងពីរនាក់គឺអត់មានទំនាក់ទំនងអីជាមួយនឹងគ្នាទៀតទេហើយនាងក៏មិនបានដឹងរឿងអីទាំងអស់ដែលតាក់ទងទៅនឹងតឹងលីទ័រតទៅទៀតដែរប
បន្ទាប់មកទៀតប៉ូលីសក៏បានសាកសួរទៅលើស្ត្រីម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយរបស់បងប្អូនតកូតឹងហ្នឹងដែលមេក្រុមផឹងគាត់បានសួរទៅកាន់នាងថានាងគឺជាអ្នកទទួលប្រាក់ឧបត្ថម្ភចូលនិវត្តន៍របស់លោកយាយនានស៊ីមែនអត់ស្ត្រីម្នាក់ហ្នឹងក៏ឆ្លើយថាពិតមែនមេក្រុមផឹងគាត់ក៏សួរបន្តទៀតថាមានការអនុញ្ញាតពីលោកយាយនានស៊ីអត់ព្រោះបើនាងទទួលប្រាក់នោះដោយគ្មានការអនុញ្ញាតពីគាត់ទេវាមិនខុសពីចោលនោះទេគឺអាចមានទោសហើយបើតាមគាត់ឆែកមើលទៅទឹកប្រាក់ដែលនាងទទួលបានសរុបទាំងអស់គឺចំនួន42,000 យួនវាគឺជាចំនួនដ៏ច្រើនដែលល្មមគ្រប់គ្រាន់ក្នុងការអាចដាក់ពាក្យបណ្ដឹងបានស្ត្រីម្នាក់ហ្នឹងគាត់ឮបែបហ្នឹងគាត់ភ័យខ្លាចខ្លាំងមែនតើក៏ប្រាប់លោកមេក្រុមផឹងថាគឺលោកយាយនានស៊ីដែលត្រូវជាមីងរបស់គាត់នឹងជាអ្នកប្រាប់គាត់ឲ្យរក្សាទុកប្រាក់នឹងឲ្យតែមេក្រុមផឹងក៏និយាយប្រាប់នាងបន្តទៀតថាលោកយាយនានស៊ីគាត់បំពេញស្មារតីហើយអញ្ចឹងសម្ដីរបស់គាត់គឺមិនអាចយកជាការបានទេស្ត្រីម្នាក់ហ្នឹងក៏និយាយប្រាប់គាត់ទាំងភ័យថាមិនមែនជាលោកយាយនានស៊ីជាអ្នកប្រាប់នាងដោយផ្ទាល់ទេគឺជាកូនប្រុសរបស់លោកយាយនានស៊ីដែលមានឈ្មោះថាតឹងលីទ័រជាអ្នកប្រាប់នាងឲ្យទុកលុយនឹងឲ្យគាត់មេក្រុមផឹងក៏សួរបន្តទៀតថាគាត់បានប្រាប់នាងមុនពេលចាក់ចេញពីសៀឆឹងឬក៏ក្រោយពេលដែលចាក់ចេញពីសៀឆឹងដែលបន្ទាប់ពីឮសំណួរនឹងហើយស្ត្រីម្នាក់នឹងក៏ភ័យហើយក៏ស្ទាក់ស្ទើរគិតមកសន្ទុះមិនដឹងថាគួរប្រាប់លោកមេក្រុមផឹងថាម៉េចទេមេក្រុមផឹងគាត់ក៏និយាយបន្តទៀតថាម៉េចក៏តឹងលីទ័រព្រមទុកលុយយ៉ាងច្រើនបែបហ្នឹងឲ្យនាងហើយឥឡូវនេះតឹងលីទ័រគឺជាជនសង្ស័យម្នាក់ពួកយើងកំពុងតែស្វែងរកខ្លួនគាត់ហើយនាងបានទទួលលុយគាត់បើនាងមិនសហការជាមួយនឹងពួកយើងទេនោះនាងក៏ជាប់ពាក់ព័ន្ធនៅក្នុងការជួយលាក់បាំងអក្រិតជនដែរស្ត្រីម្នាក់ហ្នឹងនាងកាន់តែភ័យខ្លួនមែនតើហើយក៏បញ្ញាប្រាប់លោកមេក្រុមផឹងថាព្រោះតែតឹងលីទ័រហ្នឹងបានជាពាក់លុយនាងមេក្រុមផឹងគាត់ក៏សួរបន្តទៀតថាជាពាក់ប្រមាណហើយជាពាក់ដោយរបៀបណាស្ត្រីម្នាក់ហ្នឹងគាត់ក៏បានរៀបរាប់ប្រាប់ថាកាលពីមុនតឹងលីទ័របានត្រឡប់មកវិញដើម្បីធ្វើការវះកាត់បេះដូងរបស់គាត់ហើយគាត់បានខ្ចីលុយនាងចំនួនជាង10,000 យួនប៉ុន្តែពេលហ្នឹងបេះដូងរបស់គាត់អត់ទាន់បានវះកាត់នៅឡើយទេហើយក្រោយមកទៀតហ្នឹងគាត់ក៏ទៅកាន់ជីងប៉ៃដើម្បីក្នុងការធ្វើការវះកាត់នឹងឯងពេលហ្នឹងគាត់បានខ្ចីលុយនាងចំនួនជាង30,000 យួនបន្ថែមទៀតអញ្ចឹងហើយទើបបានជាគាត់ឲ្យនាងទទួលនៅប្រាក់ឧបត្ថម្ភរបស់លោកយាយនានស៊ីដើម្បីកាត់បំណុលដែលគាត់ជំពាក់នាងមេក្រុមផឹងក៏បានសួរទៅកាន់នាងថាតឹងលីទ័រគាត់ទៅព្យាបាលនៅមន្ទីរពេទ្យណានៅឯជីងប៉ៃហ្នឹងតែនាងមិនបានដឹងទេហើយមេក្រុមផឹងក៏បានសួរបន្តទៀតថាអញ្ចឹងនាងបានណាត់ឲ្យលុយទៅកាន់តឹងលីទ័រហ្នឹងនៅកន្លែងណាស្ត្រីម្នាក់ហ្នឹងក៏បានប្រាប់ថាគឺនៅស្ថានីយ៍រថភ្លើងជីងប៉ៃមេក្រុមផឹងក៏សួរបន្តថានៅថ្ងៃណានាងក៏ឆ្លើយថាគឺនៅថ្ងៃទី20 ខែមុនហើយមេក្រុមផឹងក៏សួរបន្តទៀតថានាងមានបានជួបជាមួយនឹងតឹងលីកាងអត់តែនាងថានាងមិនបានជួបទេមេក្រុមផឹងក៏សួរនាងទៀតថានាងហើយនឹងតឹងលីទ័រហ្នឹងតែងតែតាក់ទងគ្នាជារឿយៗមែនស្ត្រីម្នាក់ហ្នឹងនាងបានឆ្លើយថាពួកគេមិនសូវជាបានតាក់ទងគ្នាទេតែនាងក៏ធ្លាប់សួរទៅកាន់តឹងលីទ័រដែរថាតើគាត់រស់នៅឯណាប៉ុន្តែគាត់មិនបានប្រាប់នាងទេបន្ទាប់ពីបានតម្រុយបន្ថែមទៀតនឹងហើយលោកមេក្រុមផឹងក៏បានប្រជុំជាមួយនឹងកូនចៅរបស់គាត់ហើយគាត់បានប្រាប់ឲ្យកូនចៅរបស់គាត់ឆែកមើលគ្រប់សភៅស្នាក់នៅទាំងអស់ឲ្យតែមាននាមតកោសុនហើយក៏ប្រាប់ឲ្យពួកគេឆែករកមើលអ្នកជំងឺណាដែលធ្វើការវះកាត់បេះដូងនៅថ្ងៃទី20 កាលពីខែមុនហ្នឹងនៅគ្រប់មន្ទីរពេទ្យទាំងអស់នៅឯជីងប៉ៃបន្ទាប់ពីទទួលបានការបញ្ជានឹងហើយក្រុមគ្នារបស់គាត់នាំគ្នាធ្វើការយ៉ាងមមាញឹកខ្លាំងមែនទែននៅក្នុងការស្វែងរកនឹងប៉ុន្តែបន្ទាប់ពីពួកគាត់បានស្វែងរកគ្រប់មន្ទីរពេទ្យអស់ហើយនៅឯជីងប៉ៃនឹងក៏មិនបានរកឃើញថាមានអ្នកជំងឺដែលមាននាមតកោសុននឹងធ្វើការវះកាត់នៅក្នុងថ្ងៃទី20នឹងដែរពួកគាត់ឆ្ងល់ខ្លាំងមែនទែនហើយគិតថាតិចឡូតឹងលីទ័រនឹងគាត់ប្រើប្រាស់ឈ្មោះណាផ្សេងក្រៅពីឈ្មោះសុនឈាំងទៀតអញ្ចឹងណាតែយ៉ាងណាពួកគាត់ក៏នៅតែស្វែងរកបន្តទៀតក្រែងលោថាគាត់អាចនឹងធ្វើការវះកាត់នៅក្រោយថ្ងៃ20នឹងប្រហែលថ្ងៃអីចឹងណាប៉ុន្តែក៏នៅតែរកមិនឃើញដដែលហ្នឹងតែពួកគាត់ក៏នៅតែបន្តស្វែងរកមិនព្រមឈប់ដែរនិយាយពីចិនវិញអំឡុងពេលហ្នឹងនាងតែងតែមកអើតលើមើលពួកគាត់ធ្វើការរហូតនិយាយទៅគឺនាងទើបតែជាអ្នកហាត់ការអីចឹងណាអត់ទាន់អាចចូលរួមក្រុមជាមួយនឹងពួកគាត់បានទេពេលខ្លះទៅនាងក៏ខំយកអាហារមកឲ្យពួកគាត់ព្រោះថាឃើញពួកគាត់នឹងធ្វើការទាំងយប់ទាំងថ្ងៃអត់សូវសម្រាកសោះហើយបន្ទាប់ពីការសហការគ្នាបានយ៉ាងល្អនឹងធ្វើការស្រាវជ្រាវស្វែងរកមិនឈប់មិនឈរនឹងទីបំផុតគ្នាគាត់ម្នាក់ក៏បានរកឃើញនៅព័ត៌មានពិតរបស់តឹងលីទ័រដែលការពិតទៅតឹងលីទ័រឥឡូវនេះគេបានបដូរឈ្មោះទៅជាសុនសៀមីងមិនមែនជាសុនឈាំងទេហើយគាត់បានរកឃើញនៅព័ត៌មានរបស់តឹងលីទ័រនឹងតាមរយៈកំណត់ត្រាលុបចោលការវះកាត់របស់មន្ទីរពេទ្យដែលដំបូងឡើយគឺតឹងលីទ័រនឹងគាត់បានណាត់ជាមួយនឹងគ្រូពេទ្យដើម្បីធ្វើការវះកាត់មែនប៉ុន្តែគឺគាត់មិនបានទៅវះកាត់ទេ
ចង់ឲ្យបានជាពួកគេមិនអាចស្វែងរកព័ត៌មានរបស់គាត់បានមេក្រុមផឹងគាត់ឡើងមានសង្ឃឹមខ្លាំងមែនទែនហើយតាមរយៈព័ត៌មានហ្នឹងគាត់ក៏បានដឹងថាតឹងលីទ័រឥឡូវនេះរស់នៅឯសួយលូហើយគាត់ក៏បញ្ញត្តិបញ្ជូនព័ត៌មានហ្នឹងទៅកាន់ប៉ូលីសនៅឯសួយលូបន្ទាប់មកពួកគាត់ក៏ធ្វើការប្រជុំគ្នាដោយពួកគាត់បានស្វែងរកឃើញខ្ទេចខ្ទីអស់ហើយតាក់ទងទៅនឹងសភៅស្នាក់នៅរបស់ក្រុមឃាតករទាំងអស់ហ្នឹងនៅឯសួយលូដោយក្នុងហ្នឹងមានតែម្ដាយរបស់អពៈលីកាងទេដែលគាត់មិនបានបដូរឈ្មោះគាត់បានប្រើឈ្មោះចាងនាងស៊ីដដែលរីឯអពៈលីកាងវិញបានបដូរឈ្មោះទៅជាស៊ុនសៀហ្វៃហើយប្រពន្ធរបស់គាត់មានឈ្មោះថាវ៉ាងយីងដែលការពិតទៅគឺជាចៅហុងយូនឹងឯងរីឯអពៈឈឺពីវិញបានបដូរឈ្មោះទៅជាស៊ុនសៀឆងដែលគាត់បានប្រើនៅសភៅស្នាក់នៅដាច់ដライអពៈជីតាស៊ុនវិញបានបដូរឈ្មោះទៅជាវ៉ាងជាយើដែលគាត់នឹងក៏ប្រើសភៅស្នាក់នៅដាច់ដライដែរហើយពួកគេបានផ្លាស់ប្ដូរនៅព័ត៌មានទាំងអស់ដូចជាថ្ងៃខែឆ្នាំកំណើតនិងទីកន្លែងកំណើតអីចឹងទៅបន្ទាប់ពីបញ្ចប់ការប្រជុំហើយហ្នឹងមេក្រុមផឹងគាត់ក៏បានបកដៃហៅចិនចិនដែលនាងកំពុងតែឈរអើតលើមើលពីខាងក្រៅហ្នឹងពេលដែលចូលទៅដល់គាត់ក៏និយាយទៅកាន់នាងថានាងបានឮគ្រប់យ៉ាងហើយពីការប្រជុំនេះអញ្ចឹងថ្ងៃស្អែកហ្នឹងគឺគាត់អនុញ្ញាតឲ្យនាងទៅជាមួយនឹងពួកគាត់ទៅចោះពីព្រោះថាចិនចិននាងគឺជាជនរងគ្រោះម្នាក់អញ្ចឹងលោកមេក្រុមផឹងគាត់ចង់ឲ្យនាងបានទៅឃើញផ្ទាល់ភ្នែកនៅពេលដែលពួកគាត់ចាប់ក្រុមឃាតករទាំងអស់ហ្នឹងហើយគាត់បានប្រាប់ឲ្យចិនចិនបែរទៅក្តារខៀនសម្លឹងមើលទៅរូបថតរបស់ក្រុមឃាតករទាំងអស់ហ្នឹងហើយគាត់បានសួរទៅកាន់នាងថានាងនៅតែខ្លាចពួកគេទៀតអត់ចិនចិននាងបានសម្លឹងមើលទៅរូបថតរបស់ចៃហុងយូនឹងខ្លាំងជាងគេហ្មងហើយក៏ប្រាប់លោកមេក្រុមផឹងយ៉ាងក្លាហានថានាងមិនខ្លាចពួកគេទៀតទេលុះដល់ថ្ងៃស្អែកឡើងឡានប៉ូលីសជាច្រើនក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅយើងកាត់មកមើលផ្ទះរបស់អពៈលីកាងវិញឥឡូវនេះចៅហុងយូគាត់កំពុងតែរៀបចំនាំកូនប្រុសទៅកាន់សាលារៀនជាធម្មតារីឯអពៈឈឺពីវិញគាត់ហើយនឹងប្រពន្ធរបស់គាត់គឺនៅតែចោះសម្រងគ្នាជាធម្មតាត្បិតតែថាអពៈឈឺពីនឹងមើលទៅដូចជាមានរឿងខ្លះលាក់បាំងនឹងចៅហ៊ុនក៏ដោយប៉ុន្តែចៅហ៊ុនក៏មិនដែលទៅជជែកសួរអីទេបើនិយាយពីកូនប្រុសរបស់ចៅហ៊ុនវិញគឺនៅតែចូលចិត្តនឹងស្ដាប់សម្ដីរបស់អពៈឈឺពីណានិយាយទៅគឺគ្រួសាររបស់ពួកគាត់គឺជាគ្រួសារដែលមានសុភមង្គលមួយអញ្ចឹងណាចៅហ៊ុនគាត់បានបញ្ចុកអាហារទៅកាន់អពៈឈឺពីប៉ុន្តែអពៈឈឺពីមិនបានហាមាត់ទទួលទេគាត់បែរជាយកដៃបំរុងនឹងទៅចាប់ទៅវិញតែចៅហ៊ុនគាត់មិនព្រមទេគាត់ប្រាប់ឲ្យអពៈឈឺពីហាមាត់ដែលការពិតទៅមូលហេតុដែលអពៈឈឺពីគាត់មិនព្រមហាមាត់ទទួលអាហារដែលប្រពន្ធរបស់គាត់បញ្ចុកនឹងក៏ព្រោះតែវាបានធ្វើឲ្យគាត់នឹកឃើញពេលដែលអពៈលីកាងព្យាយាមចង់បញ្ចុកក្រូចគាត់នឹងប្រាប់ឲ្យគាត់ហាមាត់អញ្ចឹងដូចគ្នាពេលហ្នឹងអពៈលីកាងបានប្រាប់គាត់ឲ្យហាមាត់ឲ្យធំឲ្យមកអស់ហ្មងហើយអពៈហ្នឹងបានបញ្ចុកក្រូចគាត់ត្រឹមត្រូវទេគឺគាត់បានគប់ក្រូចហ្នឹងចូលទៅក្នុងមាត់គាត់ហ្មងដែលធ្វើឲ្យគាត់ឡើងស្លាក់ដែលទង្វើហ្នឹងហើយដែលធ្វើឲ្យគាត់ចងចាំហើយគាត់មិនសូវជាចង់ឲ្យមាននរណាម្នាក់មកបញ្ចុកគាត់ទៀតទេយើងកាត់មកមើលអពៈលីកាងវិញគាត់កំពុងតែអង្គុយញ៉ាំអាហារនៅមុខក្លឹបគាត់សុកហ្នឹងអើប៉ែវក៏បានដើរមករកគាត់ដែលអើប៉ែវគេក៏ធ្វើការនៅក្នុងក្លឹបបុកប៊ីយ៉ាហ្នឹងឲ្យអពៈលីកាងដែរហើយគេមានរឿងមួយចង់មករាយការណ៍ឲ្យអពៈលីកាងហ្នឹងបន្ទាប់មកគេក៏បានខ្សឹបទៅកាន់អពៈលីកាងហ្នឹងតែមិនដឹងថាខ្សឹបពីរឿងអីដែរទេតែអពៈលីកាងបន្ទាប់ពីបានលឺហើយហ្នឹងនិយាយពីថាគាត់ខឹងខ្លាំងមែនតែនឡើងលើកតុអាហារហ្នឹងក្លាប់ខ្ទេចខ្ទីហើយក៏លើកកៅអីគប់សម្ដៅទៅអ្នកដែលមកប្រាប់ហ្នឹងទៀតដែលការពិតទៅគឺមុនហ្នឹងអើប៉ែវបានខ្សឹបប្រាប់គាត់ពីរឿងរបស់ចៅហុងយូដែលបានលួចតាក់ទងជាមួយនឹងប្រុសក្មេងម្នាក់ហើយឥឡូវហ្នឹងអពៈលីកាងកំពុងតែមកលោកមើលពួកគេដែលប្រុសក្មេងរបស់ចៅហុងយូហ្នឹងគឺជាគ្រូបង្ហាត់រាំរបស់នាងពួកគេបានប្រឡែងគ្នាយ៉ាងស្និទ្ធស្នាលខ្លាំងមែនតែនហើយបន្ទាប់ពីជូនចៅហុងយូឡើងតាក់ស៊ីហើយហ្នឹងឥឡូវហ្នឹងដល់ពេលដែលអពៈលីកាងត្រូវចាត់ការជាមួយនឹងគ្រូបង្ហាត់រាំហ្នឹងម្ដងដែលគាត់បានយកខ្សែទៅចងនៅកជើងរបស់គ្រូបង្ហាត់រាំហ្នឹងហើយឲ្យគាត់រាំអញ្ចឹងណាអពៈលីកាងគាត់ចាំឈរទាញពេលណាដែលគាត់ចង់ទាញអញ្ចឹងទៅដើម្បីឲ្យគ្រូនឹងដួលហើយគឺថាមុននឹងយកមកចងខ្សែឲ្យរាំហ្នឹងគឺអពៈលីកាងបានផ្ដល់មេរៀនទៅឲ្យគ្រូនឹងឡើងក្រហមមុខក្រហមមាត់អស់ហើយបន្ទាប់មកអពៈលីកាងក៏បានប្រាប់លោកគ្រូនឹងឲ្យប្រើក្បាច់រាំរបស់គាត់ឡើងចូលទៅដេកនៅក្នុងគូតឡានទៅហើយគាត់ក៏បានដាល់លោកគ្រូនឹងប្រមាណដៃបន្ថែមទៀតនឹងគប់លុយទៅឲ្យគាត់នឹងប្រាប់ថាកុំចេះតែមកហ៊ានជាមួយនឹងគាត់ទៀតឲ្យសោះហើយគាត់ក៏បានបិទគូតឡានទុកលោកគ្រូនឹងនៅក្នុងនឹងទៅពេលដែលត្រឡប់មកដល់ផ្ទះវិញជួបជាមួយនឹងចៅហុងយូអពៈលីកាងក៏បានចាក់ភ្លេងដែលចៅហុងយូបានហាត់រាំជាមួយនឹងលោកគ្រូនឹងដើម្បីមានចេតនាចង់ឲ្យចៅហុងយូបានឮប៉ុន្តែចៅហុងយូបន្ទាប់ពីបានឮហើយក៏ធ្វើដូចជាធម្មតាហើយក៏មកអង្គុយញ៉ាំបាយជាធម្មតាដូចជាមិនចាប់អារម្មណ៍អីសោះអពៈលីកាងក៏បានសួរនាងថាភ្លេងនឹងព្រោះអត់ហើយគាត់បានប្រាប់នាងថាគាត់បានញាត់ប្រុសក្មេងរបស់នាងចូលទៅក្នុងគោតឡានហើយចៅហុងយូឮហើយក៏អត់មានព្រឺអីមិនតិចសោះអង្គុយទៅពីបាយឡើងធម្មតានឹងសួរទៅកាន់អពៈលីកាងវិញថាលោកមានចំអិនគាត់អត់អពៈលីកាងថាគាត់ចំអិនតែគាត់មិនប្រកាសទេថាគេឆ្អិនល្អឬក៏អត់នាងគួរតែភ្លក់មើល
ហើយអបិលីកាងក៏សួរទៅកាន់ចៅហុងយូថានាងហ៊ានធ្វើអញ្ចឹងនាងមិនខ្លាចគាត់ខឹងទេអីចៅហុងយូថានាងមិនខ្លាចទេព្រោះថាឥឡូវហ្នឹងនាងមានកូនប្រុសម្នាក់អបិលីកាងហ្នឹងក៏សើចនឹងនិយាយទៅកាន់ចៅហុងយូថានាងនិយាយបានល្អមែនព្រោះយើងគឺជាគ្រួសារខ្ញុំមានប្រពន្ធដ៏ស្រស់ស្អាតម្នាក់និងកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់អញ្ចឹងខ្ញុំមិននឹងអាចខឹងបានទៅហើយគាត់នឹងក៏បានអបចៅហុងយូនឹងនិយាយថាពិតមែនហើយគាត់មិនខឹងទេប៉ុន្តែមានឯណាបន្ទាប់ពីនិយាយចប់ហ្នឹងគាត់ក៏យាដៃទះចៅហុងយូមកកភ្លៀងគាត់ក៏សួរទៅចៅហុងយូទៀតថានាងពិតជាមិនខ្លាចខ្ញុំមែនទេហើយចៅហុងយូក៏ផ្កើនងើបទៅយកតាំងតោមកដាក់នៅមុខអបិលីកាងហ្នឹងហ្មងនឹងនិយាយថាចង់ធ្វើអីក៏ធ្វើទៅហើយដោយសារតែចែនឹងផ្កើនពេកអបិលីកាងក៏ទ្រាំបានក៏ស្ទុះទៅបោចសក់នឹងច្បាច់កចែនឹងពេលហ្នឹងប៉ាចែហុងយូក៏ចូលមកតាន់ហើយក៏ស្ទុះចូលទៅជួយកូនស្រីរបស់គាត់នឹងសួរទៅកាន់អបិលីកាងថាម៉េចក៏ឯងធ្វើអញ្ចឹងដាក់កូនស្រីរបស់យើងអបិលីកាងក៏ប្រាប់ទៅកាន់តានឹងវិញថាឲ្យសួរកូនស្រីរបស់លោកសិនទៅថានាងបានធ្វើអីខ្លះតែប៉ាចែហុងយូគាត់និយាយថាគាត់មិនខ្វល់ទេថាកូនស្រីរបស់គាត់បានធ្វើអីខ្លះនោះយ៉ាងណាក៏ដោយក៏ឯងមិនអាចវាយនាងបានដែរអបិលីកាងក៏ថាឲ្យតានឹងជាមនុស្សដែលគ្មានហេតុផលប៉ុន្តែតានឹងក៏បាននិយាយមកវិញថាយើងគ្មានរឿងអីដែលត្រូវតែមានហេតុផលជាមួយនឹងមនុស្សដូចជាឯងទេប្រហែលឆ្នាំមកនេះយើងរស់នៅទីនឹងដូចជាខ្មោចអញ្ចឹងបើឯងមិនឃុំទុកកូនស្រីរបស់យើងនៅទីនឹងទេយើងក៏មិនត្រូវមករស់នៅទីនឹងដែរយើងនឹងនាំកូនស្រីរបស់យើងកូនប្រុសរបស់យើងនិងចៅប្រុសរបស់យើងត្រឡប់ទៅហោះយន់វិញតែអបិលីកាងក៏បានដើរទៅបិទទ្វារនិងនិយាយថាគ្មាននរណាម្នាក់អាចចេញពីទីនេះបានទាំងអស់ជឿឬក៏អត់ថាខ្ញុំនឹងមកបាក់ជើងម្នាក់នោះប៉ាចែហុងយូក៏និយាយថាឯងចង់គំរាមយើងមែនបាច់ចាំឯងវាយយើងទេយើងនឹងស្លាប់ដោយខ្លួនឯងនិយាយហើយនឹងគាត់ក៏ដើរទៅប្អួចនិងស្រែកថាមិនបាច់ខាត់យើងទេយើងនឹងលោតចោះតែអបិលីកាងបានខាត់គាត់ទេមានតែជំរុញបន្ថែមថាឲ្យលោតទៅតានឹងក៏ថាឯងស្មានតែយើងនឹងមិនហ៊ានលោតមែនហើយអបិលីកាងនឹងក៏ប្រាប់ថាបើអញ្ចឹងលោតទៅខ្ញុំនឹងរាប់ដល់3គឺត្រូវតែលោត1 2 3ឥឡូវលោកលោតអត់បើមិនលោតទេចុះមកវិញមកហើយគាត់ក៏ទៅទាញតានឹងឲ្យចុះមកវិញគាត់ក៏និយាយទៅកាន់តានឹងថាលោកនិយាយពីរឿងត្រឡប់ទៅវិញនឹងឡើងរាល់ខែរាល់ឆ្នាំទៅហើយបើលោកនៅតែនិយាយពីរឿងនឹងទៀតខ្ញុំនឹងលោតចុះឥឡូវនេះវាទៅជាឪក្មេងនឹងកូនប្រសាទៅដើមគ្នាលោតពីលើផ្ទះនេះអេដមីនឡើងឆ្ងល់ដែរដល់អញ្ចឹងប៉ាចែហុងយូក៏និយាយទៅវិញថាឥឡូវឯងលោតទៅយើងនឹងត្រឡប់ទៅស្រុកកំណើតយើងវិញហើយអបិលីកាងគឺថាគាត់មិនមែនដូចតានឹងទេគឺគាត់ហ៊ានលោតចុះមែនតែគ្រាន់តែថាផ្ទះហ្នឹងវាមិនសូវខ្ពស់ទេអបិហ្នឹងលោតទៅគឺគ្រាន់តែឈឺជើងតិចតួចតែប៉ុណ្្នឹងឯងលុះពេលយប់ឡើងអបិហ្នឹងក៏ត្រឡប់មកផ្ទះវិញចៅហុងយូក៏បានសួរទៅកាន់អបិហ្នឹងថាជើងមិនហើយអបិលីកាងក៏សួរមកកាន់ចៅហុងយូវិញថាប្រាប់គាត់ទៅមើលបើសិនជាគាត់ច្បាច់កនាងស្លាប់ឥឡូវនេះនឹងមានរឿងអីកើតឡើងចៅហុងយូឆ្លើយថាគឺលោកនឹងត្រូវជាប់គុកជឿឬក៏អត់អបិលីកាងលឺហើយនឹងក៏សោចរបៀបថាចរិតរបស់ចៅហុងយូខុសពីស្រីដតីអញ្ចឹងណាហើយគាត់នឹងក៏បានសួរចៅហុងយូថានាងចេះមានអារម្មណ៍អីដែលពិតប្រាកដអត់តែចៅហុងយូក៏បានសួរទៅកាន់គាត់វិញថាអ្វីទៅគឺជាអារម្មណ៍ពិតប្រាកដហើយអបិលីកាងនឹងឡើងលេងប្រកាន់ចៅហុងយូទៅហើយគាត់ក៏បានប្រាប់ចៅហុងយូថាលើកក្រោយបើនាងលួចមានប្រុសក្មេងទៀតកុំភ្លេចប្រាប់គាត់ឲ្យដឹងផងចៅហុងយូក៏ឆ្លើយទៅវិញថាមិនបាច់បារម្ភទេលើកក្រោយបើនាងមានប្រុសក្មេងទៀតនាងនឹងមិនឲ្យអបិលីកាងដឹងទៀតទេហើយចុងក្រោយគឺថាពីរអ្នកគេនឹងក៏ត្រូវរើគ្នាវិញកាត់មកមើលក្រុមប៉ូលីសរបស់លោកមេក្រុមផឹងនេះវិញឥឡូវពួកគាត់បានធ្វើដំណើរមកដល់ហើយក៏បានជួបជាមួយនឹងប៉ូលីសនៅឯស៊ុយលូដើម្បីស្នើសុំឲ្យពួកគាត់ជួយសហការបន្ទាប់មកមេក្រុមផឹងនិងគ្នារបស់គាត់ម្នាក់ក៏បានទៅលបមើលនៅកន្លែងក្លឹបបុកប៊ីយ៉ារបស់អបិលីកាងនឹងរីឯចិននិងប៉ូលីស2នាក់ផ្សេងទៀតក៏បានទៅលបមើលចៅហុងយូដែលកំពុងតែជូនកូនប្រុសរបស់នាងទៅកាន់សាលារៀនហើយសម្រាប់ភាគទី11នេះគឺត្រូវបានស្លេះនៅត្រឹមនឹងសិនហើយដូច្នេះយើងចាំមើលថាតើមានរឿងអីកើតឡើងបន្តទៀតតើពួកគេអាចចាប់បានក្រុមឃាតករនឹងឬក៏អត់អញ្ចឹងរងចាំតាមដានទស្សនានៅក្នុងភាគទី12ទាំងអស់គ្នាណាឥឡូវនេះ admin listen ឯណាកុំភ្លេច subscribe channel admin ម្នាក់មួយផងអរគុណបាយបាយ